Extreme Extra Gold Championship ដឹកពីសាកម្ពុជាបន្សត់គ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter គូអន្តរជាតិទី6គឺជាគូប្រកួតការពារពាន Extreme Extra Gold Championship ទឹកទី1 Round 1 បាទគណៈសម្ដែងលោកស្រីនាងកញ្ញាក្រុមជើងតាមដានទស្សនាការប្រកួតបាត់គូទី6ហាន់2ឡើងការពារពានទល់នឹងកីឡាករបាត់កីឡាករម៉ៅចាងគ្រុនមកពីប្រទេសចិនហើយយអ្នកជំនាញខាង Kickboxing បាទព្យាយាមដើរចូលហាន់2បច្ចេកទេសលាក់មុខម្ចាស់ខ្សែក្បាត់ណែជង្គង់របស់ហាន់2ធ្វើឲ្យកីឡាករមួយចំនួនគីឡូ57គឺចង់ញាក់សាច់តែត្រូវហើយគាត់តែឃើញជង្គង់របស់ហាន់2គេថាព្រឺរោមដូចជាពាក់ក្របជង្គង់លូកមួយដៃកន្លែងនេះសិនហើយជង្គង់របស់ហាន់2 5ទឹកបងប្អូនដាក់គូនេះលោកគ្រូអញ្ញាគណៈវិទ្យាការប្រគុណលោកគ្រូចិនរាបាទចូលកដាប់ដៃមួយសិនចាក់ជើងក្រោមបោះជង្គង់មួយរបស់ហាន់2កដាប់ដៃរបស់ចាងគ្រុនដាក់ចូលកែងបត់មួយរបស់ចាងគ្រុនបាទលោកកដាប់ដៃខាង5ទាត់ឆ្វេងមួយរបស់ចាងគ្រុនមកជើងរបស់ចាងគ្រុនហាន់2ដាក់ចូលហាន់2វាយត្រង់កដាប់ដៃកន្លែងនេះកដាប់ដៃពេញទាត់ជើងក្រោមមួយហាន់2ទៅទៀតហើយកន្លែងនេះហើយចាប់ចាក់ជង្គង់បានមកជង្គង់លោកចិនរាដែលជាអាជ្ញាកណ្ដាលវិជាការប្រកួតញែកហើយទៅបន្តទៀតដាក់ចូលកដាប់ដៃស្រាំមួយឆ្វេងមួយទាត់ជើងមួយសិនរបស់ហាន់2ចូលកដាប់ដៃដូចគ្នាកន្លែងនេះអាយ៉ាបងប្អូនគាត់គិតថាឃើញកីឡាកររបស់ចិនមើលទៅដូចមិនសំណំសំនួនទេដល់ទៅពេលវាយមើលណែអាយ៉ូជង្គង់របស់ហាន់2ហាន់2វាយទៅលើជង្គង់ទឹកដើរចូលរបស់ហាន់2ហាន់2ទៅទៀតហើយហាន់2អាចបាន3ទឹកអត់ទៅមើលហូមួយចាងគ្រុនវាយយកកន្លែងនេះដើរចូលបាត់ជង្គង់អាយ៉ូចូលមកជង្គង់បាត់ហើយលោកគ្រូយ៉ាងរ៉ារ៉ប1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
7 7 8 8អត់បញ្ហាសម្រាប់កីឡាករ ប្រកួតបន្ត ចង់គ្រិនបាទមានចង់គ្រិននេះណាអាយយោកន្លែងទីមួយទៀតលោកគួរយ៉ាងកណ្ដាលបញ្ឈប់ហើយវ៉ាវបងប្អូនលឿនណាស់ពេជ្រឃាតលាក់មុខរបស់យើងម្ចាស់ខ្សែក្បាត់និងម្ចាស់ពៀនមាសបាទសូមឲ្យលោកគ្រូពេទ្យជួយសម្រួលដល់កីឡាករមកពីសាធារណរដ្ឋប្រជាមានិតចិនបាទ